Ngàyនេះយើងលើកយកមនុស្សដែលមានចរិតឆ្លើយច្រើមច្រើសបឺសខ្សែលើគេខូចនិយាយទៅគឺមនុស្សហ្នឹងគឺអាក្រក់ហ្មងយកមកនិយាយហើយខ្ញុំជឿថាបងប្អូនទាំងអស់គ្នាដែលបានមើលវីដេអូនេះក្នុងមួយជីវិតនេះក៏ត្រូវតែជួបមនុស្សបែបហ្នឹងម្ដងឬក៏ពីរដងឬក៏ច្រើនជាងហ្នឹងតាមពិតបើយើងរៀនតាំងពីក្មេងមកពេលដែលយើងចូលបឋមសិក្សាក្មេងៗហ្នឹងក្នុងមួយថ្នាក់យ៉ាងហោចណាស់ក៏មានមួយឬពីរដែលក្មេងច្រើមឆ្លើយខូចជាងគេហ្មងឬក៏មានការវាយគេអីចឹងគឺមានរហូតដល់យើងចូលដល់អនុវិទ្យាល័យក៏នៅតែមានវិទ្យាល័យក៏មានរហូតទៅដល់សាកលវិទ្យាល័យហ្នឹងក៏នៅតែមានមនុស្សចរិតបែបហ្នឹងដែរហើយបងប្អូនកុំគិតថាអស់ចូលទៅដល់កន្លែងធ្វើការក៏នៅតែមានមិនថាចរិតក្មេងឬក៏ចាស់គឺនៅតែមានមនុស្សចរិតបែបហ្នឹងអញ្ចឹងខ្ញុំហ៊ាននិយាយថារហូតដល់យើងចូលទៅដល់ដំណាក់កាលដែលយើងដល់អាយុចូលវត្តទៀតក៏នៅតែមានមនុស្សចរិតអញ្ចឹងនៅក្នុងវត្តហ្នឹងដែរអត់ចេះអស់ទេរហូតដល់ថ្ងៃស្លាប់មនុស្សដែលខូចមនុស្សដែលចរិតច្រើមច្រើសបឺសឬក៏អាខ្សែលើគេអាបង្កើតបាក់ពួកខូចអីហ្នឹងហើយខ្ញុំគិតថាមនុស្សបែបហ្នឹងមិនមែនមកពីតាមនុស្សនៅជុំវិញខ្លួននាំឲ្យគាត់ទៅអញ្ចឹងទេគឺវានៅក្នុងខួរក្បាលគាត់នៅក្នុងឈាមគាត់សែនគាត់ដែលឪពុកម្ដាយគាត់ផ្ដល់ឲ្យមកហ្នឹងគឺវាមានចរិតបែបហ្នឹងមកហើយអញ្ចឹងគាត់អត់ចេះកែទេគឺធម្មជាតិមកអញ្ចឹងទោះជាអាយុប៉ុណ្ណាទៅដល់ទីកន្លែងណាស្ថានភាពបែបណាស្ថានភាពបែបណាគាត់នៅតែរក្សាអាចរិតខ្សែលើគេបង្កើតបាក់ពួកអីចឹងគេមានគ្នាគេអាងអីចឹងណាបើយើងមិនអណប់គេគឺយើងត្រូវគេធ្វើបាបអីចឹងទៅហើយមនុស្សអញ្ចឹងគេច្រើនតែមានមោទនភាពថាគេនឹងអស្ចារ្យប៉ុន្តែគាត់អត់ដឹងថានៅពេលដែលថ្ងៃណាមួយគាត់បានចូលទៅក្រុមមនុស្សថ្មីឬក៏មនុស្សដែលគេមិនមានចរិតដូចគាត់គឺពួកគាត់អត់មានតម្លៃទេហើយពិភពលោកនេះគឺធំណាស់មិនមែនមានតែយើងដែលអាចរិតខូចប៉ុណ្ណឹងហើយយើងគិតថាយើងអស្ចារ្យពេលខ្លះអាចនឹងចប់របស់អ្នកណាម្នាក់នៅក្នុងថ្ងៃណាមួយ